ផលកើតនៅពីទង្វើល្អទទួលបានផលល្អព្យាយាមគង់បានសម្រេចនិយាយពីក្មេងប្រុស2នាក់ដែលរស់នៅក្នុងភូមិមួយម្នាក់ឈ្មោះសុផាម្នាក់ឈ្មោះវុធីហើយសុផាជាក្មេងឧស្សាហ៍ចំណែកឯវុធីវិញខុសពីសុផាកុមារាម្នាក់នេះមិនមានភាពអំណត់អត់ធ្មត់នោះទេព្រមទាំងខ្ជិលទៀតផងសុផាខិតខំដាំពូជដំណាំនៅក្នុងសួនតូចមួយនៅវិទ្យាល័យដោយប្រុងប្រយ័ត្ននិងស្មោះត្រង់វុធីឈរនឹងគិតថាការដាំដំណាំលំបាកខ្លាំងណាស់ពេលនោះមានទន្សាយមួយបានឃើញថាសុផាខិតខំនិងឧស្សាហ៍ខ្លាំងណាស់គួរឲ្យសរសើរមែនទែនសុផាខិតខំដកស្មៅនៅជុំវិញដំណាំដោយប្រុងប្រយ័ត្នទន្សាយប្រាជ្ញាឃើញការខិតខំរបស់សុផាហើយក៏ត្រៀមចាត់ចាំជួយនៅពេលចាំបាច់ជាច្រើនថ្ងៃកន្លងផុតទៅដំណាំតូចៗក៏លេចចេញពីដីធ្វើឲ្យសុផាសប្បាយចិត្តជាខ្លាំងរីឯវុធីវិញភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ពេលឃើញដំណាំរបស់មិត្តភ័ក្តិចាប់ផ្ដើមលូតលាស់ចំណែកទុនសាយប្រាជ្ញាឃើញថាការខិតខំរបស់សុផាចាប់ផ្ដើមទទួលបានផ្លែផ្កាបន្តិចម្ដងហើយវុធីមើលដំណាំរបស់សុផាហើយមានអារម្មណ៍ចង់បានដូចសុផាដែរតែដីរបស់វុធីគ្មានអ្វីលូតឡើងទេព្រោះគាត់មិនខិតខំនោះឡើយឯទុនសាយប្រាជ្ញាតាមដានវុធីយ៉ាងប្រុងប្រយ័ត្នទុនសាយប្រាជ្ញាឃើញថាវុធីមានអារម្មណ៍អស់សង្ឃឹមនិងចង់បានជោគជ័យដោយសុផាប៉ុន្តែវុធីមិនបានធ្វើការខិតខំដូចមិត្តរបស់គាត់ទេដូច្នេះហើយទុនសាយប្រាជ្ញាចាប់ផ្ដើមតាមដានយ៉ាងតឹងរ៉ឹងដើម្បីការពារសុផាពេលយប់វុធីលួចចូលរងសួនដំណាំសុផាដើម្បីកាត់យកដំណាំទុនសាយប្រាជ្ញានៅក្បែរសួនដំណាំសង្កត់សំឡេងសង្កេតមើលយ៉ាងប្រុងប្រយ័ត្នវុធីកំពុងកាត់ដំណាំស្រាប់តែទុនសាយប្រាជ្ញាលូតចេញមកទប់ទល់បុកដីធ្វើសំឡេងរំខានវុធីភ័យស្ទើរតែដួលខណៈនោះទុនសាយប្រាជ្ញាបន្តទប់ស្កាត់ដើម្បីការពារដំណាំសុផាវុធីរត់គេចទៅឆ្ងាយខណៈទុនសាយប្រាជ្ញានៅតែឈរត្រួតពិនិត្យដើម្បីការពារដំណាំសុផាការខិតខំប្រឹងប្រែងនិងការព្យាយាមដោយភាពសុចរិតទៀងត្រង់ជួយឲ្យសុផាបានផ្លែផ្កាដ៏សម្បូរបែបវុធីបានយល់ថាផលល្អមកពីការបដិញ្ញាចិត្តនិងការធ្វើល្អទុនសាយប្រាជ្ញាគាំទ្រនិងរីករាយជាមួយជោគជ័យរបស់ពួកគេការខិតខំប្រឹងប្រែងនិងការព្យាយាមដោយភាពសុចរិតទៀងត្រង់ជួយឲ្យយើងបានផ្លែផ្កាដ៏សម្បូរបែបផលកើតនៅពីទង្វើល្អទទួលបានផលល្អព្យាយាមគង់បានសម្រេច